បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះសុំច័ន្ទសារីបុត្រឥឡូវយើងមកធ្វើredirect របស់យើងហើយទីមួយយើង remote ចូល server យើងសិននឹងយើង who am I នេះតោះមកយើង ls cd cd home ls នេះចូល SQ30 យ៉ាងនេះមកយើងមាន pipe នេះSLS ដក LH មកវានេះនឹងមានជាប្រភេទ directory បែបនេះតោះមកយើងអាច LS etc ចូលចំណុចពេលដែលយើង cat file នេះមកវានឹងឃើញdirectory នឹងចូលបែបនេះអញ្ចឹងបើសិនលើយើងសាកcomment នឹងទៅដែរនេះប៉ុន្តែយើងដាក់សញ្ញាព្រួយពីរចាយើងសាក cat នេះមកវាឃើញថាយើងពីរដងអញ្ចឹងវាចូលពីរដងដែរបាទសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងលោកគ្រូ